213នៅផ្ទះឲ្យស្រះបន្លាអាសាច់ជួនខ្លាទើបនៅស្រុកបាននិយមន័យកិច្ចការពារខ្លួននិងមធ្យោបាយរកសុវត្ថិភាពអត្ថាធិប្បាយនៅផ្ទះឲ្យស្រះបន្លានៅពេលនេះលោកប្រៀបទៅនឹងសម្ព័ន្ធមេត្រីភាពរវាងញាតិមិត្តជិតខាងភូមិផងរបស់ជាមួយការតាំងទីលំនៅត្រង់កន្លែងណាមួយលោកឲ្យចងមេត្រីទំនាក់ទំនងនិងញាតិមិត្តជិតខាងផងគ្នាឲ្យបានជិតស្និទ្ធព្រោះថាអ្នកនៅជុំវិញផ្ទះនឹងហើយដែលលោកចាត់ទុកដូចជាបន្លាសម្រាប់ធ្វើរបងការពារសុវត្ថិភាពផ្ទះសម្បែងផ្ទុយមកវិញបើផ្ទះនោះហុំព័ទ្ធដោយសំអប់ផ្ទះនោះទុកដូចជាគ្មានរបងការពារម្ល៉េះហើយរមែងរងនៅការមើលងាយពីបច្ចាមិត្តនិងជាពិសេសពីពួកចៅក្មួយគ្រប់ទិសប្រសិនបើអ្នកនៅជុំវិញសិតសឹងតែជាមិត្តដ៏ល្អឈ្មោះថាគេមានរបងយ៉ាងមាំសម្រាប់ការពារហើយអាសាច់ជូនខ្លាទើបនៅស្រុកបានខ្លានេះនៅពេលនេះលោកប្រៀបប្រដូចទៅនឹងអ្នកមានអំណាចឬអ្នកគ្រប់គ្រងណាម្នាក់ប្រសិនបើគេទៅនៅក្នុងស្រុកភូមិមួយណាហើយគេមិនបានត្រូវដងត្រូវផ្លែជាមួយអ្នកមានអំណាចឬអ្នកគ្រប់គ្រងនោះទេគឺគេប្រកាសជាពុំអាចរស់នៅបានសុខសាន្តឡើយជាពិសេសគឺអ្នករកស៊ីតែម្ដងដូច្នេះគេត្រូវអាសាច់ជូនខ្លាគឺត្រូវនាំផលប្រយោជន៍ឬនាំសួយសារអាករជាជំនួនចូលទៅលោកធំម្នាក់នោះសំដោយពាក្យគេថាអាសាច់ជូនខ្លាទើបរកស៊ីស្រុកផ្សារបាន214នឹងលើរង្គើក្រោមនិយមន័យគំនិតលាក់ពុតរបស់ជនខិលខូចអត្ថាធិប្បាយមនុស្សដែលមានពុទ្ធបុត្រខិលខូចតែងលាក់គំនិតអាក្រក់របស់ខ្លួននិងប្រើគ្រប់ឥរិយាបថរបស់ខ្លួនក្នុងន័យខាងលើនេះជនលាក់ពុតធ្វើរឹកនឹងថឹងសុភាពរៀបសារទន់ភ្លន់ត្រឹមត្រូវដើម្បីក្លែងបន្លំភ្នែកសាធារណជនឲ្យជឿឲ្យទុកចិត្តលើគេថាជាមនុស្សប្រកបដោយគុណធម៌ខ្ពស់គេសង្កេតឃើញអ្នកខ្លះស្លៀកសពាក់សខ្លះក៏ធ្វើរឹករៀបរុំទុំស្រគត់ស្រគំបន្លំភ្នែកបរិស័ទឲ្យគេយល់ច្រឡំថាខ្លួនជាអ្នកប្រព្រឹត្តនៅព្រហ្មចរិយធម៌ប៉ុន្តែការពិតគេជាមនុស្សពោពេញទៅដោយការបោកប្រាស់តាក់ទាញយកផលប្រយោជន៍ពីអ្នកណាដែលពុំបានត្រេះរិះពិចារណាឲ្យគ្រប់ជ្រុងជ្រោយដូច្នេះហើយបានជាលោកថាការវាយតម្លៃមនុស្សត្រឹមតែសម្បកក្រៅពិតជាពុំត្រឹមត្រូវឡើយ215និយាយយប់បន្ទប់ព្រៃនិយាយថ្ងៃជញ្ជាំងមានត្រចៀកនិយមន័យត្រូវប្រុងប្រយ័ត្នមាត់ក្នុងការនិយាយរឿងសម្ងាត់អត្ថាធិប្បាយលោកពោលថានិយាយយប់បន្ទប់ព្រៃគឺក្នុងន័យឲ្យប្រុងប្រយ័ត្នការនិយាយស្ដីកិច្ចការអាថ៌កំបាំងនៅក្នុងពេលយប់ព្រោះពេលយប់ងងឹតគេមិនអាចដឹងថាមានមនុស្សនៅឆ្ងាយឬជិតចាំលបស្ដាប់ការសម្ងាត់ដែលយើងនិយាយនោះទេហេតុនេះហើយបានជាលោកពោលថាបើនិយាយការសម្ងាត់ក្នុងពេលយប់គឺដូចជាយកព្រៃធ្វើបន្ទប់ដូច្នេះគេមិនអាចបិទបាំងការសម្ងាត់នោះបានឡើយផ្ទុយទៅវិញបើគេនិយាយការសម្ងាត់នៅពេលថ្ងៃវិញក៏លោកឲ្យប្រយ័ត្នដែរព្រោះគេមិនអាចដឹងបានថានៅឯម្ខាងជញ្ជាំងអត់មនុស្សឬមានមនុស្សចាំលបស្ដាប់កិច្ចការអាថ៌កំបាំងឬមានគេឮនៅរឿងដែលយើងនិយាយដូច្នេះទោះគេនិយាយពេលយប់ក្តីពេលថ្ងៃក្តីលោកឲ្យរវាងប្រុងប្រយ័ត្នទាំងអស់